សូមលំអរកាយក្រាបថ្វាយបង្គំគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃសូមជម្រាបសួរបងប្អូនជារួមជាតិជារួមភាសាជាទីគោរពរបស់អ្នកនាងថ្ងៃនេះដែរខ្ញុំមកចែករំលែកការអាននៅច្បាប់ក្រមព្រហ្មទណ្ឌនិងវិសោធនកម្មព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងគន្ធទី1បទបញ្ញត្តិទូទៅមាតិកាទី1ច្បាប់ព្រហ្មទណ្ឌចំពុកទី1គោលការណ៍ទូទៅមាត្រា1ដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌច្បាប់ព្រហ្មទណ្ឌកំណត់បទល្មើសចង្អុលបង្ហាញបុគ្គលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើសនិងកំណត់ទោសព្រមទាំងបែបបទនៃការអនុវត្តទោសនេះខណ្ឌនៅក្នុងករណីចាំបាច់បទកថាគតិយុត្តដែលចេញដោយអង្គការនីតិប្រតិបត្តិអាចចែងពីបទលហុដែលត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះខណ្ឌមាត្រា2និយមន័យនិងចំណាត់ថ្នាក់នៃបទល្មើសច្បាប់បញ្ញត្តិថាអំពើខ្លះរបស់រូបវន្តបុគ្គលឬនីតិបុគ្គលដែលបង្កចលាចលដល់សង្គមជាបទល្មើសបទល្មើសត្រូវបានចាត់ថ្នាក់ជាបទឧក្រិដ្ឋបទបច្ចឹមនិងបទលហុទៅតាមទម្ងន់នៃបទល្មើសនោះខណ្ឌមាត្រា3គោលការណ៍និច្ចានុគលភាពមានតែអំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះទើបត្រូវផ្ដន្ទាទោសព្រហ្មទណ្ឌបានខណ្ឌមានតែទោសដែលមានចែងក្នុងបទបច្ចឹមព្រហ្មទណ្ឌជាធរមាននៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះទើបអាចត្រូវប្រកាសបានខណ្ឌមាត្រា4ចេតនាប្រព្រឹត្តបទល្មើសពុំមានបទល្មើសទេប្រសិនបើគ្មានចេតនាប្រព្រឹត្តខណ្ឌប៉ុន្តែក្នុងករណីដែលច្បាប់បានចែងទុកមុនបទល្មើសមួយអាចកើតចេញពីការមិនប្រុងប្រយ័ត្នការខ្ជិះខ្ជាការធ្វេសប្រហែសឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយខណ្ឌមាត្រា5ការបកស្រាយច្បាប់ព្រហ្មទណ្ឌក្នុងរឿងព្រហ្មទណ្ឌច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹងចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្តឬប្រព្រឹត្តតាមសិទ្ធិភាពបានឡើយខណ្ឌមាត្រា6ការប្រកាសទោសគ្មានទោសណាមួយដែលអាចត្រូវយកមកអនុវត្តបានឡើយប្រសិនបើទោសនោះមិនត្រូវបានប្រកាសដោយតុលាការទេខណ្ឌមាត្រា7លក្ខខណ្ឌនៃការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាក្នុងរឿងព្រហ្មទណ្ឌដែនអនុវត្តច្បាប់កម្ពុជាក្នុងលំហត្រូវបានកំណត់ដោយបទបញ្ញត្តិនៃក្រមនេះលើកលែងតែមានសន្ធិសញ្ញាអន្តរជាតិខណ្ឌមាត្រា8អវត្តមាននៃនិទានភាពក្នុងបទល្មើសធ្ងន់ធ្ងរខាងនីតិមនុស្សធម៌អន្តរជាតិបទបញ្ញត្តិនៃក្រមនេះពុំអាចនាំឲ្យមានការបង្កើតនៅស្ថានភាពអយុត្តិសែតចំពោះជនរងគ្រោះនៃបទល្មើសធ្ងន់ធ្ងរដែលកំណត់ដោយច្បាប់ដោយឡែកតាក់ទងដល់ការរំលោភនីតិមនុស្សធម៌អន្តរជាតិទំនៀមទម្លាប់អន្តរជាតិឬអនុសញ្ញាអន្តរជាតិដែលទទួលស្គាល់ដោយព្រះរាជាណាចក្រកម្ពុជាឡើយខណ្ឌជំពូកទី2ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលាមាត្រា9ការអនុវត្តច្បាប់ដែលលុបចោលបទល្មើសបទបញ្ញត្តិថ្មីដែលលុបចោលបទល្មើសណាមួយនោះត្រូវអនុវត្តភ្លាមអំពីដែលប្រព្រឹត្តនៅមុនបទល្មើសនោះចូលជាធរមានមិនអាចត្រូវចោទប្រកាន់ទៀតឡើយការចោទប្រកាន់ដែលកំពុងប្រព្រឹត្តទៅនោះត្រូវបញ្ចប់ខណ្ឌប្រសិនបើការផ្ដន្ទាទោសជាស្ថាពរត្រូវបានប្រកាសរួចមកហើយទោសដែលអំពីការផ្ដន្ទាទោសនោះមិនត្រូវអនុវត្តទេឬត្រូវតែឈប់អនុវត្តខណ្ឌមាត្រា10ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៃសារស្រាលជាងឬធ្ងន់ជាងបទបញ្ញត្តិថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្តភ្លាមប៉ុន្តែ
ការផ្ដោតទីទោសដែលជាស្ថាពរហើយនោះត្រូវអនុវត្តទោះបីទោសដែលប្រកាសនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយបទបញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាងនឹងត្រូវអនុវត្តតែទៅលើអំពើដែលបានប្រព្រឹត្តក្រោយការចូលជាធរមាននៃបទបញ្ញត្តិនោះខណ្ឌមាត្រា11សុពលភាពនៃកិច្ចនីតិពិធីការអនុវត្តភ្លាមនៃបទបញ្ញត្តិថ្មីគ្មានអានុភាពទៅលើសុពលភាពនៃកិច្ចនីតិពិធីដែលបានបំពេញស្របតាមបទបញ្ញត្តិចាស់ឡើយខណ្ឌជំពូកទី3ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជានៅក្នុងលំហផ្នែកទី1បទល្មើសដែលបានប្រព្រឹត្តឬចាត់ថាបានប្រព្រឹត្តទៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា12គោលការណ៍ដែនដីនៃការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយដែលបានប្រព្រឹត្តទៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាខណ្ឌដែនដីនៃព្រះរាជាណាចក្រកម្ពុជារួមបញ្ចូលទាំងលំហអាកាសនិងសមុទ្រដែលមានចំណងចងភ្ជាប់នឹងដែនដីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា13ទីកន្លែងប្រព្រឹត្តបទល្មើសត្រូវបានចាត់ថាប្រព្រឹត្តទៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលអំពើណាមួយនោះនៃបទល្មើសនោះបានប្រព្រឹត្តទៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា14បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាកម្ពុជាក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងនាវាដែលមានសញ្ជាតិខ្មែរទោះបីជានាវានោះស្ថិតនៅទីណាក៏ដោយខណ្ឌមាត្រា15បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាបរទេសក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងនាវាបរទេសដែលអាជ្ញាធរកម្ពុជាបានទទួលការអនុញ្ញាតឲ្យពិនិត្យមើលឬឲ្យចាប់នាវាតាមអំណាចនៃកិច្ចព្រមព្រៀងអន្តរជាតិខណ្ឌមាត្រា16បទល្មើសដែលប្រព្រឹត្តនៅក្នុងអាកាសយានកម្ពុជាក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងអាកាសយានដែលចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទោះបីជាអាកាសយាននោះស្ថិតនៅទីណាក៏ដោយមាត្រា17ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះអំពើដែលបានចាប់ផ្ដើមប្រព្រឹត្តនៅកម្ពុជាក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបុគ្គលគ្រប់រូបដែលជាអ្នកផ្ដាំគំនិតឬអ្នកសំគំនិតទៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងបទល្មើសឬបទប្រចាំដែលប្រព្រឹត្តនៅឯបរទេសប្រសិនបើលក្ខខណ្ឌទាំងពីរដូចខាងក្រោមនេះត្រូវបានបំពេញ 1. បទល្មើសត្រូវផ្ដន្ទាទោសតាមច្បាប់កម្ពុជានិងតាមច្បាប់បរទេសផងនិង 2. អត្ថិភាពនៃបទល្មើសត្រូវបានបញ្ជាក់ដោយសេចក្តីសម្រេចជាស្ថាពររបស់តុលាការបរទេសមាត្រា18ការកំណត់បទល្មើសប្រព្រឹត្តដោយនីតិបុគ្គលការដាក់ឈ្មោះបទល្មើសដែលប្រព្រឹត្តដោយនីតិបុគ្គលថាជាបទឧក្រិដ្ឋបទប្រឆិមឬបទលហុត្រូវកំណត់ដោយតនកម្មដែលទទួលរងដោយរូបប្រព័ន្ធបុគ្គលបាទអញ្ចឹងខ្ញុំសូមចែករំលែកប៉ុណ្នេះនៅត្រង់ចំណុចនៅផ្នែកទី2នឹងបន្តនៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា